mìnhនឹកស្មានថានៅខាងក្រោយកន្លែងធ្វើការខ្ញុំស្រស់ស្អាតដល់ថ្នាក់នេះថ្ងៃនេះគឺកុំមក stress ពេកយើងមកកន្លែងធ្វើការខាងក្រោយកន្លែងធ្វើការនោះគឺថាអូយធម្មជាតិពិតចានៅចិត្តមាត់ទន្លេតែម្ដងណានៅនេះគឺទ្របធម្មជាតិនេះគឺឃើញទ្របហើយគឺឃ្លានប្រហុកជាងចំណៃក៏ថាបេះក្តឹបទ្របបន្តិចទៅនៅពូនៅកន្លែងធ្វើការខាងក្រោយនឹងគាត់ដាំគាត់ទៅឃើញថាអូយពូទ្របតំណងម៉ែគាត់ថាចេះបើតំណងអញ្ចឹងបេះយកទៅហូបទៅបានដៃតែម្ដងណាចាតែប៉ុន្តែមិនចង់បានអីម៉ានេះប៉ុន្តែដោយសារឃើញទ្របនឹងតំណងពេកនឹកឃើញប្រហុកអអញ្ចឹងហើយបានជ្លក់ប្រហុកហើយរបស់ធម្មជាតិចេះទៀតដឹងទៅជាតិមកបងប្អូននិយាយពីថាបរិយាកាសខាងក្រៅនៅខាងក្រៅជាប់មួយមាត់ទន្លេហ្នឹងគឺថាតិចខ្យល់បក់លិហិហើយខ្យល់អាកាសបរិសុទ្ធល្អចាជាមួយនឹងមេឃទឹកកំពុងតែជិះហើយមានថែមទាំងគេថាជាប់មាត់ទឹកមាត់ទន្លេទៀតណាមិនល្អទៅក្របទេនៅនឹងតំណាំរបស់គាត់ដាំល្អសឹងតែទាំងអស់ចាតាំងពីនងតាំងពីចេកតាំងពីអីទៅបន្លែច្រើនមុខណាក្រូចខ្មែរក្រូចអីរបស់គាត់ហ្នឹងក៏សម្បូរដែរក៏ប៉ុន្តែយើងមិនចង់បានច្រើនលើពីអីដែលយើងចង់ហូបពេកចាំមានតែយើងចង់ហូបតែត្រប់ចឹងទៅក៏សុំតែត្រប់គាត់មកទៅនេះបានមកស្បោងដើរលេចដើរកើតបងប្អូន